សង្គ្រាមស៊ីវិលបានកំពុងបន្តនៅអ៊ីរ៉ាក់អស់ពេលជាច្រើនឆ្នាំមកហើយប្រជាជនក្នុងស្រុកដែលរងគ្រោះដោយសារសង្គ្រាមបានអស់កម្លាំងខ្លាំងណាស់មនុស្សចំនួន11លាននាក់កំពុងត្រូវការជំនួយមនុស្សធម៌ក្នុងចំណោមនោះកុមារជាច្រើនកំពុងរស់នៅក្នុងស្ថានភាពគំរាមកំហែងដល់អាយុជីវិតដោយសារពួកគេងាយរងគ្រោះពីបញ្ហាសុខភាពនិងជំងឺរ៉ាំរ៉ៃអគ្គនាយិកាសង្ឃីចានៃអង្គការមូលនិធិ We Love You អន្តរជាតិបានឲ្យពិភពលោកស្គាល់ពីស្ថានភាពពិតនៃជនភៀសខ្លួននៅអ៊ីរ៉ាក់តាមរយៈចលនាសង្គ្រោះពិភពលោកហើយបានផ្ដល់ជំនួយដល់អ្នកដែលរងទុក្ខដោយសារជំងឺផ្សេងៗអគ្គនាយិកាសង្ឃីចានៃអង្គការមូលនិធិ We Love You អន្តរជាតិបានសហការជាមួយសមាគមវិទ្យាសាស្ត្រសហភាពអ៊ីរ៉ាក់ដើម្បីផ្គត់ផ្គង់សម្ភារៈវិទ្យាសាស្ត្រដល់ប្រជាជនដែលរស់នៅជំរំជនភៀសខ្លួននៅតំបន់អានបានិងតំបន់នីនីវេលើសពីនេះអគ្គនាយិកាក៏បានជួយសម្រួលដល់ប្រតិបត្តិការ Clinic សុខភាពចល័តសម្រាប់អ្នកស្រុកដែលពិបាកនឹងទៅមន្ទីរពេទ្យផងដែរក្នុងមួយថ្ងៃអ្នកជំងឺប្រហែល200ទៅ250នាក់បានមក Clinic សុខភាពនេះយើងចង់ផ្ដល់ជំនួយដល់មនុស្សបន្ថែមទៀតអ្វីៗបានកាន់តែប្រសើរជាងមុនពីមុនខ្ញុំត្រូវដើរចម្ងាយផ្លូវឆ្ងាយដើម្បីទៅមន្ទីរពេទ្យលើសពីនេះខ្ញុំពិបាកណាស់ក្នុងការទទួលថ្នាំខ្ញុំពិតជាអរគុណអគ្គនាយិកាខ្លាំងណាស់ដែលបានបញ្ជូន Clinic សុខភាពចល័តមកយើងដែលបំពាក់ដោយសម្ភារៈវិទ្យាសាស្ត្រល្អៗបែបនេះClinic សុខភាពនេះមានប្រយោជន៍ជាខ្លាំងដល់មនុស្សនៅទីនេះពិតជាមធ្យោបាយដ៏ប្រសើរណាស់ការដឹកជញ្ជូននេះបានជួយប្រជាជនក្នុងតំបន់នេះហើយការដឹកជញ្ជូននេះក៏រួមបញ្ចូលថ្នាំជាង90ប្រភេទផ្សេងៗគ្នាដើម្បីព្យាបាលជំងឺរ៉ាំរ៉ៃសម្រាប់ទារកនិងកុមារនិងថ្នាំអង់ទីប៊ីយោទិកជាច្រើនផ្សេងៗផងដែរទីបំផុតយើងជឿថាពិភពលោកគឺជាភូមិតូចមួយហើយអង្គការមូលនិធិ We Love You បានដាក់ផ្កានៅក្នុងភូមិនេះហើយតាំងនាមខ្ញុំក្រុមការងារខ្ញុំនិងប្រជាជនអ៊ីរ៉ាក់យើងសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងនេះនិងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការមូលនិធិ We Love You និងប្រជាជនកូរ៉េអរគុណច្រើនអគ្គនាយិកាសង្ឃីចានៃអង្គការ We Love You និងសមាជិកទាំងអស់ដែលខំប្រឹងសម្រេចសុភមង្គលប្រកបដោយចីរភាពរបស់មនុស្សជាតិដោយចិត្តរបស់ម្ដាយនិងចែករំលែកក្តីស្រឡាញ់កាន់តែខ្លាំងសម្រាប់សុខភាពនិងអនាគតរបស់ប្រជាជនដែលរស់នៅអ៊ីរ៉ាក់